សុំឲ្យគេខ្លួនឯងមួយបងប្អូនម្សិលមិញហ្នឹងពេលដែលទៅរួមនៅខាងកំពង់ចាមហ្មងបងប្អូនដល់វគ្គចងសក់អត់ដឹងចាប់ណាទុកណីអត់ដឹងចងមួយណាទុកមួយណាបងប្អូននិយាយទៅគឺភ្លេចក្បាច់កូនហ្មងណាសំបីតការផាត់មុខក៏ដោយអត់ដឹងថាគូអញ្ចាមុនឬក៏អីមុនរដងគឺយើងដឹងក្បួនវាថាចាំយើងផាត់ភ្នែកឲ្យអីហើយចាំយើងគូអញ្ចាដល់ពេលហើយរនឹកថាអញគួរផាត់មួយណាមុនអីមួយណាមុនអូយទៅតបងប្អូនដែលវាថាយើងរួមហើយយើងសម្រាប់រៀងយូរដល់ពេលយើងសម្រាប់រៀងយូរទៅរួមវិញគឺភ្លេចការតែងខ្លួនណាបងប្អូនខានផាត់មុខយូរខានលើកចងសក់យូរវងវែងបងប្អូនភ្លេចក្បាច់គុណតែម្ដងនិយាយទៅគ្រាន់តែសម្រាប់តាដូចជាតាកន្លះខែភ្លេចក្បាច់គុណតែម្ដងហើយវីដេអូមួយនេះផងដែរគឺចង់ណែនាំបងប្អូនមកប្រើជាមួយនឹង Cushion Me ទាំងអស់គ្នាបងប្អូនសម្រាប់ make up បងប្អូនថ្ងៃនេះផងដែរគឺផាត់ជាមួយនឹង Cushion Me សម្រាប់ Cushion យើងគឺមានសារជា primer ជួយទប់លំនឹង make up ជាប់បានយូរខ្លាំងមែនតើហ្មងនិយាយទៅសូម្បីតែបងប្អូនចារួមបាច់ញើសហូរដូចទឹកប៉ុណ្ណឹងហើយគឺអត់មានហូរតាមទឹកហូរតាមញើសមកវិញទេណាបងប្អូនគឺល្អខ្លាំងមែនតើបងប្អូនដែលចង់បាន make up ស្អាត glow ចាញ់ចាំងបែបហ្នឹងកុំភ្លេចប្រើជាមួយនឹង Cushion brand Me Sunflower ទាំងអស់គ្នាណា